ពុទ្ធភាសិតទានអ្នកវៈពួកធម៌និយាយអំពីទានបុណ្យរមែងចម្រើនដល់អ្នកឲ្យទានបុគ្គលត្រូវតែនាំទ្រព្យចេញដោយទានកុំខានទានដែលបុគ្គលឲ្យហើយឈ្មោះថានាំចេញដោយល្អវត្ថុដែលបុគ្គលឲ្យហើយជាវត្ថុមានសុខជាផលវត្ថុដែលបុគ្គលមិនឲ្យហើយជាវត្ថុមិនមានសុខជាផលទេបុគ្គលឲ្យបាយឈ្មោះថាឲ្យកម្លាំងឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ឲ្យយានជំនិះឈ្មោះថាឲ្យសេចក្តីសុខឲ្យប្រទីបឈ្មោះថាឲ្យចក្ខុបុគ្គលណាឲ្យទីនៅអាស្រ័យបុគ្គលនោះឈ្មោះថាឲ្យវត្ថុគ្រប់យ៉ាងបុគ្គលណាព្រានប្រដៅធម៌បុគ្គលនោះឈ្មោះថាឲ្យព្រះនិព្វានបុគ្គលអ្នកឲ្យរមែងចងពួកមិត្តបាននរជនមិនមានសេចក្តីកំណាញ់ជាអ្នកឲ្យទានជាទីស្រឡាញ់របស់ជនដ៏ច្រើនបុគ្គលកាលឲ្យទានរមែងជាទីស្រឡាញ់អ្នកមានប្រាជ្ញាជាអ្នកឲ្យសេចក្តីសុខដល់គេហើយធិរជននោះរមែងបានសេចក្តីសុខនរជនណាជាអ្នកឲ្យរបស់ខ្ពង់ខ្ពស់ផងជាអ្នកឲ្យរបស់ប្រសើរផងជាអ្នកឲ្យរបស់ថ្លៃថ្លាផងនរជននោះកើតក្នុងទីណាណាជាអ្នកមានអាយុវែងជាអ្នកមានយសស័ក្តិក្នុងទីនោះបុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្តរមែងបានរបស់ជាទីគាប់ចិត្តវិញបុគ្គលអ្នកឲ្យរបស់ដ៏ខ្ពង់ខ្ពស់រមែងបានរបស់ដ៏ខ្ពង់ខ្ពស់វិញបុគ្គលអ្នកឲ្យរបស់ដ៏ប្រសើររមែងបានរបស់ដ៏ប្រសើរវិញបុគ្គលអ្នកឲ្យរបស់ដ៏ថ្លៃថ្លារមែងបាននៅឋានៈដ៏ថ្លៃថ្លាវិញផ្លូវទឹកមានទន្លេនិងស្ទឹងជាដើមដ៏ពេញរមែងញ៉ាងសាគោឲ្យពេញព្រៀបដូចម្ដេចមិញទានដែលបុគ្គលឲ្យហើយអំពីលោកនេះរមែងសម្រេចផលដល់ប្រែតទាំងឡាយដូច្នោះដែរជនពេលទាំងឡាយមិនសរសើរទានឡើយបុគ្គលឲ្យទានក្នុងវត្ថុដ៏ប្រសើរបុណ្យដ៏ប្រសើររមែងចម្រើនអាយុដ៏ប្រសើរផងសម្បុរដ៏ប្រសើរផងយសដ៏ប្រសើរផងកេរ្តិ៍ឈ្មោះដ៏ប្រសើរផងសេចក្តីសុខដ៏ប្រសើរផងកម្លាំងដ៏ប្រសើរផងរមែងចម្រើនកាលបើចិត្តជ្រះថ្លាចំពោះព្រះតថាគតជាសម្ពុទ្ធឬសាវករបស់ព្រះតថាគតហើយតេខេណាទានឈ្មោះថាមានផលតិចមិនមានឡើយបុគ្គលណាកាលឲ្យទានចំពោះជនទាំងឡាយដែលមិនធ្លាប់ឲ្យដល់ខ្លួនមិនឲ្យចំពោះជនទាំងឡាយដែលធ្លាប់ឲ្យដល់ខ្លួនបុគ្គលនោះបានដល់នៅសេចក្តីវិនាសក្នុងការមានសេចក្តីអន្តរាយទាំងឡាយរមែងមិនបាននៅមិត្តសម្លាញ់បុគ្គលណាកាលមិនឲ្យទានចំពោះជនទាំងឡាយដែលមិនធ្លាប់ឲ្យដល់ខ្លួនឲ្យចំពោះជនទាំងឡាយដែលធ្លាប់ឲ្យដល់ខ្លួនបុគ្គលនោះបានដល់នៅសេចក្តីវិនាសក្នុងការមានសេចក្តីអន្តរាយទាំងឡាយរមែងបាននៅមិត្តសម្លាញ់បុរសគួរឲ្យនៅទានទោះបីតិចក្តីច្រើនក្តីបើបុគ្គលណាបានឲ្យហើយមិនក្តៅក្រហាយស្ដាយក្រោយអំពើនោះជាការធ្វើបានដោយលំបាកជាងការលេបដាវជាដើមនោះទៅទៀតអ្នកប្រាជ្ញទាំងឡាយពោលថាទាននិងចម្បាំងជារបស់ស្មើគ្នាការពិចារណាសិនហើយទើបឲ្យព្រះសុគតទ្រង់សរសើរហើយ